bà ở côn bắt từ chân dương bắt to bỏ biển vào chương khai cầm pông chan tại tàu tàu chủng ngư mà hà rích sim sẹt nè đào dưới bộ bạn đang muốn đuổi tê bỏ mình đi chìm đuổi chuôn đời hiện thải លោកជំទាវអវណ្ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថាចំពោះអ្នកដែលមានធនធានក្រនបើបែរជាធ្លាក់ខ្លួនក្រដោយសារតែឃាតករមហារាជហើយជំងឺមហារាជនេះគឺស្ងៀមស្ងាត់ណាស់ដោយយើងពុំបានដឹងមុននោះទេនៅពេលដែលយើងបានដឹងគឺហួសពេលទៅហើយជាពិសេសនៅពេលចេញសញ្ញាកូនកណ្ដុរមានកើតដុំនៅកន្លែងណាមួយនោះពេលខ្លះវាឈានទៅជាជំងឺមហារាជទី2បាត់ទៅហើយមានប្រសាសន៍បញ្ជាក់ខាងលើនេះគឺធ្វើឡើងនៅក្នុងឱកាសដែលលោកជំទាវអវណ្ឌិនបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការថែទាំសុខភាពបឋមក្នុងខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីលោកហានកុសលអភិបាលរងខេត្តកំពង់ចាមឯកឧត្តមវិជ្ជបណ្ឌិតគឹមសុភិរុនប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមអាជ្ញាធរពាក់ព័ន្ធនិងមន្ត្រីរាជការសុខាភិបាលជាច្រើនអ្នកដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមនៅថ្ងៃទី7ខែឧសភាឆ្នាំ2025លោកជំទាវអវណ្ឌិនរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍បន្តថាចំពោះបញ្ហាជំងឺមហារីកត្រូវពិនិត្យនិងស្រាវជ្រាវឲ្យបានមុនព្រោះជំងឺនេះបើសិនស្ថិតនៅដំណាក់កាលដំបូងបំផុតគឺអាចព្យាបាលបានគឺអាចកាត់គេអាចចាក់ថ្នាំគឺវាអាចបាត់ទៅវិញបានប៉ុន្តែបើសិនជាចូលក្នុងដំណាក់កាលទី2ឡើងទៅគឺលូអស់ទាំងផ្ទះទាំងដីពោលគឺយ៉ាងច្រើនពន្យាពេលក្នុងការរស់នៅបាន1ឆ្នាំឬ2ឆ្នាំប៉ុណ្ណោះជាមួយគ្នានេះលោកជំទាវបានប្រាំផ្ញើដល់ក្រុមការងារថ្នាក់ខេត្តស្រុកឃុំសង្កាត់ដែលជាក្រុមការងារការថែទាំសុខភាពបឋមត្រូវបន្តយកចិត្តទុកដាក់និងអនុវត្តនិងដំណើរការទៅដោយរលូនជាងនេះទៅទៀតត្រូវចូលរួមផ្សព្វផ្សាយការថែទាំអក្ខរកម្មសុខភាពសិស្សនៅតាមសាលារៀនតាមរយៈយុវជនកាកបាទក្រហមនិងនៅតាមវត្តអារាមជាដើមឆ្លៀតនៅក្នុងឱកាសនេះដែរក្នុងនាមឯកឧត្តមវិជ្ជបណ្ឌិតគឹមសុវិរុនប្រធានមន្ត្រីសុខាភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាផ្ដើមចេញពីការដឹកនាំការបង្ហាញផ្លូវប្រកបដោយភាពឆ្លាតវៃនិងម៉ឺងម៉ាត់របស់ឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលជាពិសេសក្រុមការដឹកនាំនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងថ្នាក់ដឹកនាំខេត្តធ្វើឲ្យវិស័យសុខាភិបាលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ទាំងហេដ្ឋារចនាសម្ព័ន្ធកម្រិតបច្ចេកទេសនិងការគ្រប់គ្រងមន្ត្រីរាជការដែលជំរុញឲ្យការផ្តល់សេវាសុខាភិបាលសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ឯកឧត្តមបានបន្តថាមកដល់បច្ចុប្បន្នការងារអប់រំផ្សព្វផ្សាយនៅតែអនុវត្តបន្តជាប្រចាំហើយលទ្ធផលជាក់ស្ដែងក្នុងត្រីមាសទី1ឆ្នាំ2025នេះឃើញថាប្រជាពលរដ្ឋមានការភ្ញាក់រលឹកចូលរួមក្នុងសកម្មភាពក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមបានច្រើនគួរឲ្យកត់សម្គាល់ទស្សនិកជន